លោក កាច់យកដាច់អារម្មណ៍អញនេះ បើចាណាគេណា អូយអធិស្ឋានស្បែកជើងខ្ញុំមានចេតនាចង់គប់ខ្លួនឯងទេវាចៃដន្យទេ អត់មានចេតនាហ៎ អូយ អមជួយតែផ្លែឈើខ្ញុំសិនណាអមថ្ងៃហ្នឹងលក់ដាច់សោះដូចមានចកានេះខូចពោធិ៍សាត់អូយមានច្រើនណាស់អមជួយតែញ៉ាថ្ងៃហ្នឹងលក់ដាច់ទេ អានេះ1គីឡូប៉ុន្មាន 1គីឡូ8000អមយកមួយថា អូយអានេះប្រហែល 2ខាំជាង ចឹងយកមួយនេះចុះ អូយអមសួរមួយថ្ងៃគេទៅមួយហ្នឹងហ៎ តែអញយកទៀតតាចាប្លុងកុងនេះ1គីឡូប៉ុន្មាន 1គីឡូ10000យក1គីឡូទៅអម ទេកន្លះគីឡូបានហើយអូយក្លិនសើបោះអញ្ចឹងហ្មង អូយអមខ្ញុំលក់ប្រញាប់ប្រញាប់មិនមែនលក់យឺតទេព្រោះឲ្យភ្ញៀវខ្ញុំច្រើនណាស់នេះ ឥឡូវនេះគ្រប់នៅកន្លះគីឡូ ខូច3កន្លះគីឡូ កុំស៊ីភ្នែកជីងវើយ អូយ ហើយក្រូចឆ្មាក្រូចពោធិ៍សាត់អានេះ ខូចពោធិ៍សាត់ ក្រូចពោធិ៍សាត់ទេហ្នឹង ចា អញមើលស្មាក្រូចឆ្មាហ្មង អូយ ហើយយកអាហ្នឹងលក់មិន អានេះមែន អាហ្នឹង1គីឡូ8000ដូចគ្នា ហើយយកកន្លះគីឡូដែរមកអញ្ចឹងបោះទៀតណាហើយដាក់ថ្នមមើលអូយគ្រប់នៅ គ្រប់ហើយអង គ្រប់ហើយហ្នឹង ចា គាត់ទៅកុំស៊ីភ្នែកជីងច្រកមក ចា ត្រប់លក់បានហើយ អើយញាក់លុយ ងាប់អញអើយលក់មកព្រឹកបានតែ10000ជាង អើយបើគាត់ភ្នែកមើលធំមកស្ងាត់ដូចចៅលួចសេះ យីកំពុងឡានធំម៉ូតូអីចងែមមិនហៅគេមកទិញមក អើយហៅដែរខំប្រព្រឹត្តនេះយ៉ាងស្អកក៏មានអ្នកទិញផងហ្នឹង គ្មានទេសង្ស័យតែកំងមហូបកំងនំកំងអុយយកមកស៊ីឡើងចូលដើមនេះ អើយកុំចេះតែនិយាយបានចុះសួរអី តែអញតស៊ូឃើញត្រូវហើយ អើយឲ្យខ្លួនឯងមិនគិតលោកខ្លួនឯងឲ្យដើរនៅសួនប៉ែឡា អេរឿងអញបងអេចង់កូនណាក៏បានដែរទៅចេញឆ្ងាយពីអញ ចាសុំតោរងចាំពាក្យនឹងយូរហើយ អានេះឆ្លយមែនហើយ អំសុំថ្លៃចំណតឡានមក ហើយ គេចេញទៅបានគេឲ្យអាណាមកសុំពីរត់ណានមុនណាអូនណា អូយអត់ទេមកបបោអាយចេញមកខ្ញុំទៅដល់ណាបានហើយហ្នឹង អូយឯងលក់ផ្លែឈើទៅអាហ្នឹងលក់ផ្លែឈើ អាលោកឡាឈើឲ្យមិនមកចតឡានទៅរត់ឡានណាទៀត អត់ទេលោកផ្លែឆតដាច់ធនអ្នកឆតអ្នកចិត្តអាចារ្យឡានវិញវាខាត់ដើមខាត់ចង់ អូមកម៉ៅចំណតឡានទៀតអានេះបកែរ៉ូស៊ីមែនចំណតនេះគេចតកន្លែងដាក់ថ្មីគេដល់អស់លុយផងអាយយកលុយអីមិន អូយខ្ញុំចង់បានលុយអបអាយណាដូចខ្ញុំសុំអបអាយអញ្ចឹង ប្រហែល ណាត់វា មរៀកន្លះ ទៅឲ្យវាមករៀល មរៀ មរៀលដល់មរៀលមក4000លុយខ្មែរចេះទៅ ចា ទៅចាំមកវិញចាំឲ្យ អូយអមអបអាយមកវិញខ្ញុំទៅដល់ណាបាត់អីហ្នឹង ទៅឲ្យវាទៅចឹង អូនឯងមកពេទ្យមិនឲ្យប្រេះដែរ ហ្នឹងតែនេះខ្ញុំដាក់ប្រេះនៅហ្នឹងតា អូបងមួយប៉ាបងថាគាត់នាំបងមករកពុតថ្មិញហ្នឹងណា អូម៉ៃមកពុតថ្មីហ៎ម៉ៃមកឥឡូវហ្នឹងល្អហើយដោយសារឥឡូវហ្នឹងពងមានឱកាសប្រម៉ូសិនពិសេសក៏ចាប់ពុតថ្មីបញ្ចុះតម្លៃ$500ហើយពិសេស free ពិភាក្សា free ប៉ះថ្មី free ព្យាបាលថ្មី free សម្អាតថ្មី free ច្រើនហ្មង ហើយគេថាបងមលួសមកយក បងមលួសមែនម៉ៃមានលុយអត់គ្រប់មែនម៉ៃបងមលួសមួយខែតែ$75ហើយអត់មានគិតការប្រាក់ឯង តោះចឹងយើងនេះជួបគ្រូមើលគ្រូពេទ្យហ្នឹងជួបព័ត៌មានគាត់សិនណាបងប្អូនទាំងអស់គ្នាមន្ទីរព្យាបាលថ្មិញអាយប្រេះគឺមានទីតាំងនៅលើផ្លូវ154កាយនឹងផ្លូវ63បាទគឺផ្លូវទៅសក់ផ្អែមខាងត្បូងផ្សារសូរិយាផ្ទះលេខ84 TXI បាទហើយនៅមន្ទីរព្យាបាលថ្មិញអាយប្រេះហ្នឹងគឺមិនត្រឹមតែមានសេវាកម្មពុតថ្មិញទេគឺមានដូចជាសេវាកម្មដាំបកគោក្នុងឆ្អឹងប៉ះថ្មិញដកថ្មិញវះកាត់គៀមទាល់ធ្វើឲ្យថ្មិញសនិងសេវាកម្មជាច្រើនទៀតតាក់ទងទៅនឹងមាត់ថ្មិញអ្វីដែលខ្ញុំបាទចង់ជំរាបជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចង់ពុតថ្មិញឥឡូវនេះកំពុងតែពេញនិយមមែនទែនអញ្ចឹងគឺនៅមន្ទីរព្យាបាលថ្មិញ
មិញអាចប្រេសមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់$500ហើយថែមទាំងមានការ free ភាសា free X-ray free ប៉ះថ្មិញ free ព្យាបាលថ្មិញ free សម្អាតនិង free ដកថ្មិញទៀតហើយបើសិនជាលុយអត់គ្រប់បងប្អូនទាំងអស់គ្នាអាចបង់ម្លោះបានមួយខែតែ$75ទេហើយអត់មានការប្រាក់ទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់សាកសួរព័ត៌មានលម្អិតបងប្អូនទាំងអស់គ្នាអាចតាក់ទងទៅកាន់លេខទូរស័ព្ទ093 351 010 គុតឬក៏095 351 010 គុតឬក៏បងប្អូនទាំងគ្នាអាចតាក់ទងទៅកាន់ page ផ្លូវការរបស់មន្ទីរព្យាបាលថ្មិញអាយប្រេសតែម្ដងបាទអរគុណ